បាទមកមើលបរោះម្នាក់នេះគាត់យកកំប៉ុងណាបាទយកកំប៉ុងយើងមកឆ្នៃធ្វើយន្តហោះបាទពុកម៉ែបងប្អូនមកឆ្នៃធ្វើយន្តហោះហើយយន្តហោះនេះគឺចាក់ប្រេងកាតបានទៀតបងប្អូនទូតាមដានទស្សនាដល់ចប់បងប្អូននឹងឃើញថាយន្តហោះនឹងចាក់ប្រេងកាតបានអត់នេះធម្មតាណាចាក់ប្រេងកាតហើយដុតចង្កេះឲ្យហោះស្ទួយពុកម៉ែបងប្អូនបាទហ្នឹងហើយឥឡូវយកមើលគាត់កាយឆ្នៃធ្វើទាំងអស់គ្នាបាទគាត់យកកំប៉ុងយើងបាញ់ថ្នាំណាពុកម៉ែបងប្អូនណាឬកំប៉ុងធូបមូសយើងហ្នឹងគាត់កាត់វាចេញពលាតវាឲ្យស្អាតដំវាឲ្យស្មើមកកាត់ចាត់ដើមបាទកាត់ជារូបរាងជាយន្តហោះតែម្ដងពុកម៉ែបងប្អូនបាទមើលទៅជំនាញពុកម៉ែបងប្អូនបាទជំនាញមែនតើហើយបាទគាត់គឺជាងគាត់ជាងនៅស្រុកគេក៏ជាងនឹងគាត់ហ្នឹងគឺអង្គុយតែឆ្នៃរបស់ហ្នឹងទេពុកម៉ែបងប្អូនអង្គុយតែឆ្នៃរបស់លេងបាទក្មេងលេងឬក៏ឆ្នៃរបស់ប្រើប្រាស់តិចតួចឬក៏របស់ដែលយើងប្រើប្រាស់នៅប្រចាំថ្ងៃនៅតាមផ្ទះយើងមិនចង់ចំណាយលុយទិញអញ្ចឹងណាយកកំប៉ុងយកអីចឹងមកហើយយករូបរាងមួយដែលយើងចង់បានយកទៅឲ្យគាត់ឆ្នៃដល់គាត់ឆ្នៃចេញមកស្អាតពុកម៉ែបងប្អូនណាបាទហើយយើងមើលទេពកោសលនៃការកាត់ការដំរបស់គាត់មើលទៅអែមជាងនេះជាងបាទយូរឆ្នាំបើថាជាងចាស់ឆ្នាំគេថាជាងដៃចាស់ពុកម៉ែបងប្អូនណាបាទមិនធម្មតាទេបាទកាត់មានឲ្យខុសបើគ្មានថាយើងថាយើងគ្មានគូគ្មានវាស់មានវែងអីតែគឺគាត់គេថាអាការវាស់វែងនេះគឺក្នុងគូក្បាលរបស់គាត់នេះជាងពុកម៉ែបងប្អូនណាបាទអែមែនតើបាទពុកម៉ែបងប្អូនឥឡូវទៅដល់ហើយនេះអញ្ចឹងពុកម៉ែបងប្អូនបើជួយ share វីដេអូនេះមួយផងឬក៏ជួយ follow page បងប្អូនអ្នកមួយផងបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនក៏ត្រូវការ motor ត្រូវការចង្ក្រានហើយពុកម៉ែបងអាចឆាកសួរបងប្អូនបានហ្នឹងហើយបាទឥឡូវយើងមកមើលតនេះឥឡូវយើងបាទចេញជាតួយន្តហោះឲ្យពុកម៉ែបងប្អូនណាបាទតួយន្តហោះហើយឥឡូវកំពុងតែដាក់ស្លាបដើមចេញឃើញទេបាទដាក់ស្លាបយេបាទអញ្ចឹងណាបងប្អូនយន្តហោះរបស់យើងគឺដំបូងគឺកើតចេញពីការឆ្នៃរបស់ទូចអញ្ចឹងយូរទៅមនុស្សយើងចាប់អាប់ដេតបាទធ្វើរបស់យន្តហោះហ្នឹងឲ្យវាទៅជាយន្តហោះមែនតើអាចដុបមនុស្សបានពុកម៉ែបងប្អូនហ្នឹងហើយឥឡូវចាប់ដើមហើយនេះហ្នឹងដាក់កន្លែងចាក់ប្រេងកាតពុកម៉ែបងប្អូនបាទហ្នឹងហើយយកដៃយកអីមកអ៊ុតមកតំណងមកគាត់ណែឃើញយន្តហោះចេញជារូបរាងទៅបាញ់ថ្នាំឲ្យស្អាតចេញពណ៌មកเราចង់បានពណ៌អីចង់បានពណ៌ក្រហមដាក់ពណ៌ក្រហមចង់បានពណ៌សដាក់ពណ៌សចង់បានពណ៌ខ្មៅដាក់ពណ៌ខ្មៅបាទកំងបានតាមចិត្តហ្នឹងហើយបាទចឹងពុកមុនសាកធ្វើម្នាក់មួយទៅទុកឲ្យកូនរបស់យើងលេងផ្ទះចឹងណាមិនចង់ចំណាយលុយទៅទិញរបស់គេចឹងទៅយើងអាចធ្វើឲ្យកូនយើងទុកលេងនៅផ្ទះទៅបាទហ្នឹងហើយជាគំនិតឆ្នៃប្រឌិតមួយដែរបងប្អូនណាហ្នឹងហើយនេះឥឡូវដាក់ប្រេងកាតដុតឈឹបបាទយន្តហោះយើងរួចរាល់ហើយឥឡូវហោះទៅឲ្យស្ទុយ